ចាជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូនិងសួស្តីទៅដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាជាពិសេសគឺសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី12អញ្ចឹងនាងខ្ញុំឈ្មោះអ៊ីមស្រីនិចដែលថ្ងៃនេះនាងខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការទង្វើអង្គធាតុចង្អុលពណ៌ដែលអង្គធាតុចង្អុលពណ៌យើងធ្វើអំពីសម្បកមង្ឃុតចាហើយទាំងនេះគឺជាឧបករណ៍និងសារធាតុគីមីដែលចាំបាច់នៅក្នុងការទង្វើនៅអង្គធាតុចង្អុលពណ៌ដែលឧបករណ៍របស់យើងគឺមានជញ្ជីងអេឡិចត្រូនិកក្រដាសច្រោះឆ្នាំងសម្រាប់ដាំទឹកចង្ក្រានហ្គាសពីប៉ែតបន្តក់ស៊ីឡាំងក្រិតជីឡាវកៅអាក់ឡែនចំពោះសារធាតុគីមីគឺយើងមានសម្បកមង្ឃុតមានអាល់កុលហើយនិងទឹកបិទចាឥឡូវនេះយើងចូលមកដល់ដំណើរការនៃការទង្វើអង្គធាតុចង្អុលពណ៌តែម្ដងជាដំបូងគឺវាល់ទឹកចំនួន100មីលីលីត្របន្ទាប់មកយើងចាក់ចូលទៅក្នុងឆ្នាំងហើយយើងបើកភ្លើងដាក់ដាំវារហូតដល់ពុះចាបន្តមកទៀតគឺយើងថ្លឹងសម្បកមង្ឃុតចំនួន25ក្រាមចាហើយយើងចាក់ចូលទៅក្នុងឆ្នាំងទឹកក្តៅរបស់យើងចាហើយយើងរម្ងាស់វាបន្តិចទៅដើម្បីឲ្យវាចេញពណ៌ចាឥឡូវនេះគឺយើងចាក់ solution របស់យើងចូលកែវឲ្យត្រជាក់សិនបន្ទាប់ពី solution យើងត្រជាក់ហើយយើងធ្វើការច្រោះដល់យើងយកกระดาษច្រោះមកយើងបត់ដាក់នៅលើជីឡាវបន្ទាប់មកយើងចាក់ solution យើងចូលបន្ទាប់ពីយើងច្រោះ solution យើងបានហើយយើងបន្ថែមអាល់កុលចំនួន5មីលីលីត្របន្ទាប់មកយើងក្លុកវាឲ្យសោកចំពោះអាល់កុលនេះគឺយើងមិនចាំបាច់បន្ថែមច្រើនពេកទេដោយសារតែការដែលយើងបន្ថែមអាល់កុលចូលគឺដើម្បីរក្សាគុណភាពវាបានយូរអញ្ចឹងsolution អង្គធាតុចង្អុលពណ៌នេះគឺយើងមិនបាច់បន្ថែមអាល់កុលក៏បានដែរតែបើសិនជាយើងចង់រក្សាវាបានយូរយើងត្រូវការបន្ថែមអាល់កុលអញ្ចឹងនៅពេលដែលបន្ថែមអាល់កុលគឺយើងអាចទុកវាបានរយៈពេល1សប្តាហ៍ចាឥឡូវយើងមកសាកតេស្តអង្គធាតុចង្អុលពណ៌ទាំងអស់គ្នាយើងបន្តអង្គធាតុចង្អុលពណ៌ចូលទៅក្នុង solution អាស៊ីតហើយនិង solution បាសចាអញ្ចឹងយើងឃើញថាពេលដែលបន្តអង្គធាតុចង្អុលពណ៌ចូលគឺ solution អាស៊ីតប្រែពីគ្មានពណ៌មកជាពណ៌ផ្កាឈូក
ហើយចំណែកឯ solution បាសគឺវាប្រែពណ៌ពីគ្មានពណ៌មកជាពណ៌លឿងចាឥឡូវនេះដំណើរការនៃការផលិតអង្គធាតុចង្អុលពណ៌ក៏បានមកដល់ទីបញ្ចប់ដែរនាងខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់សូមអរគុណ